បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូជាលេខមួយទៀតបាទថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញពីរបៀបក្នុងការដាក់លេខកូដឬក៏ការដោះលេខកូដទៅនឹង model ទូរស័ព្ទដៃ iPhone 12 បាទអញ្ចឹងបងប្អូនអ្នកដែលប្រើប្រាស់ iPhone 12ឬក៏មានបំណងចង់ដឹងអំពីរបៀបក្នុងការដាក់លេខកូដចូលបងប្អូនអាចទស្សនាវីដេអូជាមួយខ្ញុំបាទដូចតទៅបាទអញ្ចឹងជាដំបូងដើម្បីយើងធ្វើការដាក់លេខកូដបានអ្នកទាំងអស់គ្នាត្រូវធ្វើការចូលទៅក្នុងកម្មវិធី setting បាទចូលយ៉ាងមកបាទបន្តមកទៀតយើងធ្វើការអូសវាឡើងលើសិនបាទបន្តទៅយើងជ្រើសរើសកន្លែងពី Face ID and password បាទអញ្ចឹងយើងចុចចូលចឹងមកបាទហើយយើងធ្វើការអូសវាបាទអញ្ចឹងបើអ្នកទាំងអស់គ្នាចង់ធ្វើការដាក់លេខកូដបូកជាមួយនឹង Face ID អ្នកទាំងអស់គ្នាអាចយកខាងលើបាទប៉ុន្តែបើអ្នកទាំងអស់គ្នាចង់ដាក់តែលេខកូដមួយមុខទេអ្នកទាំងអស់គ្នាអាចជ្រើសរើសយកកន្លែង turn password on អូខេនៅខាងក្រោមនេះបាទប៉ុន្តែថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញការដាក់លេខកូដជាមួយនឹង Face ID អញ្ចឹង Face ID នេះគឺមានន័យថាយើងធ្វើការ scan មុខបាទយើងដោះសដោយប្រើប្រាស់ scan មុខយើងពុំបាច់ធ្វើការវាលេខកូដចូលទេអញ្ចឹងងាយស្រួលមែនទែនបងប្អូនបាទអញ្ចឹងខ្ញុំសូមធ្វើការយកឲ្យជម្រើសខាងលើនេះបាទយកលើនេះមកបាទបន្តមកទៀតដល់កន្លែងនេះអ្នកនរគ្នាត្រូវធ្វើការចុចពាក្យ get start បាទចុច get start ហើយយើងធ្វើការបង្វិលមុខយើងដាក់ឲ្យចំមុខយើងទៅយើងធ្វើការបង្វិលមុខយើងតិចដងតាមសញ្ញាដែលវាធ្វើប្រាប់បងប្អូនទាំងគ្នាចឹងយើងអាចធ្វើការសាកល្បងដោយខ្លួនឯងខ្លីខ្ញុំសូមកាត់វីដេអូនេះបន្តិចបាទអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការ scan មុខរួចរាល់ហើយវានឹងចេញទម្រង់បែបនេះចាំមានន័យថាយើងធ្វើការ scan រួចរាល់បាទអញ្ចឹងបន្តមកទៀតយើងធ្វើការចុចពាក្យ set up letter អូខេចុចក្រោមនេះបងប្អូនបាទហើយចុចពាក្យ done នេះមកអូខេអញ្ចឹងដល់ទម្រង់កន្លែងនេះគឺមានន័យថាការ scan មុខយើងរួចរាល់ហើយប៉ុន្តែនៅតែចំណុចលេខកូដបាទលេខកូដនេះយើងអាចប្រើប្រាស់6ខ្ទង់ឬក៏ការប្រើប្រាស់4ខ្ទង់យើងអាចចុច option ខាងក្រោមនេះបងប្អូនទាំងគ្នាបាទបងប្អូនអាចចុចក៏បានឬក៏ចង់ដាក់6ខ្ទង់ក៏បានបាទបើយើងដាក់6ខ្ទង់យើងមិនបាច់ចុចកន្លែង password option ហ្នឹងទេបាទចុចខ្ញុំសូមធ្វើការដាក់ឧទាហរណ៍1 2 3 4 5 6បាទអូខេចុចលើនេះហើយកន្លែងនេះយើងធ្វើការបញ្ជាក់វាម្ដងទៀតមក1 2 3 4 5 6បាទអញ្ចឹងមានន័យថាការ scan មុខឬក៏ការដាក់លេខកូដរបស់យើងរួចរាល់ហើយអញ្ចឹងយើងខ្ញុំសូមធ្វើការ clear សិនដើម្បីយើងធ្វើការ lock screen វាមើលនេះអូខេអញ្ចឹងពេលយើងធ្វើការយើងនៅទីតាំងងងឹតវានឹងចាញ់ឲ្យយើងដាក់លេខកូដឲ្យបងប្អូនទាំងគ្នាអញ្ចឹងកន្លែងនេះគឺអត់មានអីពិបាកទេចឹងបងប្អូនអាចសាកល្បងដោយខ្លួនឯងដោយសារខ្ញុំដាក់បានដោយសារតែពេលឃើញមុខរបស់យើងវាលុតដល់អូតូអញ្ចឹងខ្ញុំសូមធ្វើការបិទមុខសិនអូខេអញ្ចឹងយើងដាក់លេខកូដមិនយើងដាក់1 2 3 4 5 6អូខេអញ្ចឹងយើងដោះបានដូចគ្នាបាទអូខេអញ្ចឹងការដាក់លេខកូដអ្នកទាំងអស់គ្នាដឹងហើយប៉ុន្តែនៅការដោះវិញបាទអញ្ចឹងការដោះវិញគឺអត់មានអីពិបាកទេឥឡូវខ្ញុំសូមធ្វើការបង្ហាញបន្តទៀតយើងចូលកន្លែង setting យើងធ្វើការអូសវាឡើងលើដូចដដែលបាទហើយយើងចូលកន្លែងពាក្យ Face ID and password ដដែលបាទអញ្ចឹងដល់កន្លែងនេះគឺយើងធ្វើការដាក់លេខកូដដែលយើងចាក់មុនដំបូងបងប្អូនទាំងគ្នាបាទយើងដាក់មក1 2 3 4 5 6បាទបន្តមកទៀតយើងធ្វើការចូលទៅ reset Face ID អូខេចូលចឹងមកអូខេហើយយើងយកពី turn passcode off នេះមកអូខេចុចពី off ហើយយើងធ្វើការបញ្ជាក់ម្ដងទៀត1 2 3 4 5 6អូខេអញ្ចឹងយើងរងចាំវាសិនកន្លែងនេះអូខេអញ្ចឹងមានន័យចេញទម្រង់បែបនេះមានន័យថាយើងធ្វើការលុបលេខកូដបានរួចរាល់ហើយអូខេអញ្ចឹងខ្ញុំសូមធ្វើការចាក់លេខកូដ lock screen សិនអូខេអញ្ចឹងបងប្អូនអាចសាកល្បងដោយខ្លួនឯងបានបាទអូខេអញ្ចឹងការលុបលេខកូដរបស់យើងដែលយើងចាក់បានរួចរាល់ហើយបងប្អូនទាំងគ្នាបាទអូខេអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទអរគុណ